มเพื่อนบ่าไงนี่ขยมบาดเจียประเทศสมาคมตำนางเอาปองโอนในក្នុងสมาคมอย่างออฟโรงอย่างสมาชิกสมาชิกาปองจากคณะดึกน้อมบานยอทาบิกาจำนวน90 หมื่นบาทแต่บานเรียนเกี่ยวปีปองโอนสมาชิกสมาชิกาอย่างออฟในក្នុងสมาคมยอมาช่วยอุปถัมภ์ตอนปองปิดวันนักบ่าปนิยมในក្នុងสมาคมวิริยะขโมยเด็กวัดធ្វើការវះកាត់បាទអញ្ចឹងថ្ងៃនេះគឺជាថ្ងៃដែលយើងប្រគល់ប្រាក់ជូនទៅគាត់អញ្ចឹងជាចុងក្រោយខ្ញុំសូមអរគុណដល់បងប្អូនថ្នាក់ដឹកនាំទាំងអស់នៅក្នុងសមាគមដែលចេះចែករំលែកចេះជួយគ្នាចេះសហការគ្នានៅក្នុងគ្រាមានទុក្ខលំបាកគ្រាមានអាសន្នអន់ក្រគឺយើងមិនដែលចោលគ្នាបាទអញ្ចឹងខ្ញុំសូមអរគុណជំនួសបងប្អូនថ្នាក់ដឹកនាំទាំងអស់ផងដែរបាទខ្ញុំវរៈ6នៅក្នុងផែនកោវរៈរួមអរគុណបងប្អូននៅក្នុងសមាគមរួមទាំងអស់គ្នាដែលបានរៃគាជាប្រាក់ឧបត្ថម្ភសួរសុខទុក្ខដល់ខ្ញុំបាទដែលបានវះកាត់កនឹងឲ្យសូមអរគុណបងប្អូនយើងក្នុងផែនសមាគមរួមទាំងអស់ឲ្យបានមានសុខភាពល្អនិងជៀសវាងពីគ្រោះថ្នាក់ចរាចរណ៍ទាំងឡាយនៅពួកអស់គ្នាមេសូមមួយជាចុងក្រោយមេមានពាក្យអីផ្ដាំផ្ញើជូនបងប្អូនយើងដែលមិនទាន់បានចូលសមាគមដែលបងប្អូនរកស៊ីអាជីវកម្មសេដ្ឋកិច្ចក្រៅព័ន្ធមានកង់3ម៉ូតូឌុបមានតាក់ស៊ីមានអីមានអីផ្ដាំផ្ញើឲ្យពួកគាត់ដែលមិនមានចូលសមាគមអញ្ចឹងហើយចង់ឲ្យគាត់ចង់ចូលមានអីផ្ដាំផ្ញើបន្តិចមកបាទក្នុងនាមខ្ញុំដែលជាប្រធានសមាគមជាពិសេសបងប្អូនយើងដែលរកស៊ីនៅលើផ្នែកសេដ្ឋកិច្ចក្រៅប្រព័ន្ធបាទមិនថាម៉ូតូឌុបមិនថាកង់3ជាងសំណង់លក់ដូរតាមផ្ទះលក់ដូរតាមផ្សារយើងឲ្យតែបងប្អូនយើងធ្វើការនៅក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធបាទបងប្អូនយើងចូលរួមនៅក្នុងសមាគមគឺបងប្អូនបាននៅឱកាសទី1គឺយើងចេះជួយគ្នាសហការគ្នារាល់បងប្អូនយើងមានទុក្ខលំបាកទាំងឡាយណាដែលបងប្អូនយើងដោះស្រាយមិនចេញគឺយើងមានសមាគមបងប្អូនយើងខ្វះនៅថវិកាក្នុងការព្យាបាលឬក៏បងប្អូនយើងបញ្ហាណាមួយយើងអាចរែងគៀគ្នាក្នុងការសហការគ្នាក្នុងការជួយគ្នាបានហើយអ្វីដែលជាពិសេសនោះគឺពេលដែលបងប្អូនយើងទទួលមរណភាពគឺសមាគមយើងធ្វើការរៃអង្គាសនៃប្រាក់កតាបកិច្ចបាទប្រាក់កតាបកិច្ចមានន័យថាបងប្អូនដែលចូលរួមនៅក្នុងសមាគមទាំងអស់គឺត្រូវតែចូលរួមក្នុង1នាក់10000ជាដាច់ខាតបើសិនជាបងប្អូននៅក្នុងសមាគមជាសមាជិកជាមន្ត្រីទាំងអស់នៅក្នុងសមាគមរបស់យើងអញ្ចឹងថវិកាទាំងអស់នោះគឺយកទៅឧបត្ថម្ភទៅដល់ក្រុមគ្រួសាររបស់បងប្អូនដែលទទួលមរណភាពហ្នឹងអញ្ចឹងបងប្អូនអាចយកប្រើការដូចជាការធ្វើបុណ្យឬក៏ខ្វះខាតអីផ្សេងគឺបងប្អូនអាចយកថវិកានោះទៅដោះស្រាយរួចផុតនៅទុក្ខលំបាកមកចំណែកដែរបាទអញ្ចឹងខ្ញុំមានប៉ុណ្ណឹងហើយសូមបងប្អូនសមាជិកសមាជិកាយើងទាំងអស់រួបរวมគ្នាថែមទៀតហើយបងប្អូនយើងអាចចូលរួមជាមួយសមាគមរបស់យើងគឺបងប្អូនយើងនឹងទទួលបានផលដូចដែលអ្វីដែលខ្ញុំបានលើកឡើងមិញអញ្ចឹងបាទសូមអរគុណមេបាទអរគុណហើយយើងអរមួយទៀត